នេះខ្ញុំសូមមាននិយាយរឿងនយោបាយមួយថ្ងៃទៀតទៅចុះព្រោះវាដដែលពេកលោកអឿចក្រាលោកនិយាយត្រូវណាស់ដែលថាពួកគណៈបកប្រជាជនជាអាយ៉ងរបស់យួនដូច្នេះបើយើងកំចាត់អ្នកញាក់អាយ៉ងបានអាយ៉ងក៏នឹងអស់ន័យបើថានឹងមាននិយាយរឿងនយោបាយបែបសុំបន្ថែមតិចសិនជាការពិតបើយើងកំចាត់អាយ៉ងចោលយួនវាក៏នឹងរកអាយ៉ងថ្មីមកជំនួសតែបើសិនជាយើងកំចាត់យួនចេញពីស្រុកយើងបានសូមយើងងាកមកចាត់ចែងជាមួយនឹងខ្មែរគ្នាឯងវាងាយស្រួលនិយាយគ្នាបាទសប្តាហ៍ថ្ងៃនេះមានយួននៅចាំបញ្ជាពីក្រោយខ្នងពួកខ្មែរនៃគណៈបកប្រជាជននឹងលេងទៅជាខ្មែរហើយបាទមុខខ្មៅប៉ែមិនដឹងជាខ្មោចអីចូលទេកាន់ដំបងចាំតវាយគេវាយឯងដូច្នេះត្រូវចាត់ការប្រភពនៃបញ្ហាជាមុនសិនបាទគ្រាន់តែថាតើយើងអាចចាត់ការវាបានដោយវិធីណាគ្រាន់តែពួកអាមទីងមងពួកអាយ៉ងយើងក៏ពិបាកនឹងតដៃជាមួយវាទៅហើយនោះបាទទុកឲ្យគេនាំគ្នារកផ្លូវទៅចុះសេចក្តីព្យាយាមនៅទីណាសេចក្តីសម្រេចនឹងនៅទីនោះបាទគេថាអញ្ចឹងបាទតើតើនឹងរឿងប្រទ្រុសប្រទេសគ្នានៅមុខស្ថានទូតយួនកាលពីម្សិលមិញរវាងបាតុករខ្មែរដែលមានសហគមន៍ខ្មែរក្រោមរបស់លោកថៃសេដ្ឋានិងចលនាយុវជនបញ្ញវន្តខ្មែរក៏ដូចជាក្រុមខ្មែរនៃវិទ្យុសម្បុកឃ្មុំរបស់លោកមុំសុនងដូហើយនិងព្រះសង្ឃខ្មែរជាច្រើនព្រះអង្គទាំងខ្មែរក្រោមខ្មែរលើខ្មែរកណ្ដាលឯនោះបាទខាងស្ថានទូតកន្តោបវាបានចេញសេចក្តីថ្លែងការណ៍វេប្រហារទៅលើសហព័ន្ធខ្មែរកម្ពុជាក្រោមថានៅពីក្រោយបាតុកម្មថ្ងៃ8កក្កដាដែលទាមទារឲ្យយួនសុំទោសខ្មែរក្រោយដែលអ្នកនាំពាក្យស្ថានទូតរបស់វាថ្លែងថាយួនបានគ្រប់គ្រងកម្ពុជាក្រោមតាំងតែពីយូរមកហើយគឺយូរមុនដែលបារាំងប្រគល់គូសាំងស៊ីនទៅឲ្យស្ដេចបាវដាយកាលពីថ្ងៃទី4ខែមិថុនា1949នោះទៅទៀតបាទក្នុងសេចក្តីថ្លែងព័ត៌មានម្សិលមិញនេះអាកន្តោបវានិយាយថាប្រទេសនិងអង្គការអន្តរជាតិនានាគួរតែជំរុញឲ្យប្រជាជនគ្រប់ប្រទេសគោរពឯករាជ្យអធិបតេយ្យនិងបូរណភាពដែនដីរបស់យួនយោងតាមច្បាប់អន្តរជាតិនិងធម្មនុញ្ញអង្គការសហប្រជាជាតិបាទសូមជម្រាបថាអាកន្តោបពុំបាននិយាយផងទេថាប្រទេសវារដ្ឋាភិបាលវាប្រជាជនវាពុំដែលគោរពឯករាជ្យអធិបតេយ្យនិងបូរណភាពដែនដីរបស់កម្ពុជាយើងទោះតិចតួចឡើយមកក្រៅពីនេះអាកន្តោបបានរិះគន់រដ្ឋាភិបាលក្នុងកញ្ចេះវាដោយបញ្ឆិតបញ្ឈៀងថាបានបណ្ដោយឲ្យសហព័ន្ធខ្មែរកម្ពុជាក្រោមប្រើទឹកដីកម្ពុជាប្រឆាំងនឹងវៀតណាមវាថាវៀតណាមបានចាត់ទុកការនេះថាជាអំពើអន្តរាគមន៍លូកដៃទៅក្នុងអធិបតេយ្យនិងកិច្ចការផ្ទៃក្នុងនៃប្រទេសវៀតណាមដែលជាការដើរផ្ទុយទៅនឹងច្បាប់នៃប្រទេសកម្ពុជាដែលបានកំណត់ថាកម្ពុជាមានអនុញ្ញាតឲ្យកងកម្លាំងឬបុគ្គលណាមួយប្រើទឹកដីរបស់ខ្លួនប្រឆាំងនឹងប្រទេសមួយទៀតបាទត្រង់នេះអាចចាត់ទុកថាជាការខោកក្បាលអាខ្វាងមួយក្រញ័រធំមកក្លើសមកព្រោះលបងខ្វាងបានបញ្ជាក់ប្រាប់ភាគីសៀមថ្មីនេះថាកម្ពុជាមានអនុញ្ញាតឲ្យថាក់ស៊ីននិងពួកអាវក្រហមបង្កើតរដ្ឋាភិបាលនិរទេសនៅលើទឹកដីខ្មែរឬក៏អនុញ្ញាតឲ្យមានកងកម្លាំងអាវក្រហមប្រឆាំងពួករដ្ឋាភិបាលយោធាថៃដែលខណៈនេះកំពុងកាន់អំណាចនៅក្រុងបាងកកនោះឡើយបាទនៅថ្ងៃម្សិលមិញនេះដែរថ្ងៃទី8ម្សិលមិញនេះដែរលោកអាចងកថាច់ប្រធានប្រតិបត្តិនៃសហព័ន្ធខ្មែរកម្ពុជាក្រោមអន្តរជាតិក៏បានចេញសេចក្តីថ្លែងការណ៍មួយតបទៅនឹងសេចក្តីថ្លែងរបស់ពួកអាកន្តោបដែលមានសេចក្តីដូចនេះបាទសហព័ន្ធខ្មែរកម្ពុជាក្រោមសូមថ្កោលទោសតំណាងស្ថានទូតវៀតណាមនៅប្រទេសកម្ពុជាដែលបំភ្លើសការពិតនិងកែប្រែប្រវត្តិសាស្ត្រសហព័ន្ធខ្មែរកម្ពុជាក្រោមសូមថ្កោលទោសកងកម្លាំងប្រដាប់អាវុធដែលបានប្រើអំពើហិង្សាទៅលើក្រុមបាតុករកាលពីព្រឹកថ្ងៃទី8ខែកក្កដា2014នៅមុខស្ថានទូតវៀតណាមនាទីក្រុងភ្នំពេញ
សហព័ន្ធខ្មែរកម្ពុជាក្រោមសូមថ្លែងអំណរគុណជាអាណ័យចំពោះព្រះសង្ឃនិងបងប្អូនជនរួមឈាមខ្មែរយុវជនយុវតីនិងមន្ត្រីគណៈបក្សសង្គ្រោះជាតិដែលបានចូលរួមសម្ដែងមតិនិងគាំទ្រនៅបុព្វហេតុខ្មែរកម្ពុជាក្រោមសូមបងប្អូនជនរួមឈាមទទួលនៅការស្រឡាញ់រាប់អានអំពីខ្ញុំប្រកាសណាខ្ញុំបាទធ្វើនៅកាណាដាថ្ងៃ8ខែកក្កដា2014ថាច់ងុកថាច់ប្រធានប្រតិបត្តិសហព័ន្ធខ្មែរកម្ពុជាក្រោមនិយាយលេងសើចអី10ថ្ងៃទៀតក៏ជាខួបទី1នៃការវិលត្រឡប់មកកម្ពុជាវិញរបស់លោកប្រធានសំរងស៊ីដែលលោកពេលនោះមិននឹកស្មានសោះថាលោកនឹងបានទទួលស្វាគមន៍យ៉ាងកក់ក្ដៅយ៉ាងមហោឡារិកជាវីរបុរសខ្មែរដែលមិនមែនវីរបុរសបច្ឆាមរណៈគឺមានខ្មែរយើងចេញមកទទួលលោកសំរងស៊ីយ៉ាងហូរហៀតាំងពីបូចិនតុងតាមថ្នល់នឹងពេញរហូតមកដល់ទីលានប្រជាធិបតេយ្យនៅឯក្បែរវត្តភ្នំឯនេះបាទទីលានប្រជាធិបតេយ្យឬគេហៅថាទីលានសេរីភាពដែលសប្តាហ៍ថ្ងៃនេះបានក្លាយទៅជានិមិត្តរូបនៃអំពើផ្ដាច់ការរបស់ពួកអាឆ្កែបម្រើយួនមានអាខ្វាំងហ៊ុនសែននៅមុខគេនោះទៅហើយបាទ